គ្រឿងលម្អនោះទុកដាក់ដាវឬមួយក៏ទុកលាបជ្រូកទៅយើងមកដើម្បីសួរពុកឯងបើឆ្លាតយើងនឹងចាត់ការឯងយើងមកពីគុំពីត្រកូលលីនឈប់ភ្លាមយើងបាត់ខ្លាចឈប់ភ្លាមឈប់ភ្លាមចូលមកអូអើយសាច់គេអើយឆាប់គេចាប់ពេកមានរស័យហ្នឹងអើយឈប់ភ្លាមអើយអ្នកធ្វើស្អីហ្នឹងអាចគួរអើយក្រែងថាចាត់ការយើងបើមិនប្រាដាវមែនទេប្រាប់ហើយខំប្រាដាវណាนี่นะโอ้โหขลังไหมเนี่ยเลื่อนพองนะល្ងើនេះមកពីណាមករំខានដល់គូដណ្ដឹងរបស់ជើងមែនហើយខ្ញុំភ័យខ្លាំងណាស់ណាស្គៀបអាប់ឆ្លើយមកខ្ញុំត្រកូលលីនឈ្មោះថាលីននងដែនដីត្រកូលលើយឯងហ៊ានប្រាប់ថាខ្លួនឯងជាត្រកូលលីនផងលីនតងជាសត្រូវរបស់យើងមានតែយើងទេដែលអាចវាយគេបានរកក្តីស្លាប់ហើយទំនងជាលោកម្ចាស់លើយមានរឿងតោះកុហលហើយគូយ៉ាពេលលោកឲ្យទាសករឈិនយ៉ាងដែលប្រមូលថ្មយ៉ាងជួនក៏ឲ្យសម្លាប់ឈៀនឡុងរបស់លោកមានន័យថាលោកត្រូវធ្វើកន្លឹះជន់ដើម្បីស្រូបកម្លាំងមនុស្សនៅក្នុងសាលធំនេះផងដែរវាហួសទៅ8ឆ្នាំហើយយើងក៏មិនអាចទៅដល់កម្រិតយួនទ័រមិនបានលោកម្ចាស់លើកំតាន់ខឹងអីការវឹកហាត់គឺវាថាត់ទៅលើជោគជតាចិត្តតែជាសិនទៅត្រូវក៏លើយសាងលើការពិចារណាយ៉ាងយួនកំពុងតែមានព្រៀបហើយសូមឲ្យប្រមូលថ្មយ៉ាងយួនបន្តទៀតចាំដល់ពេលសមរម្យហើយយើងក៏ធ្វើតាមសន្យាជោគជតាវានៅលើការប្រយុទ្ធចូលឈ្នះពុកសម្ដីគេអាចជឿជាក់បានទេខ្ញុំខ្លាចតែគេបោកយើងប្រាទេមិនអីទេចាំយើងហាត់ដល់កម្រិតយួនទ័រសិនយើងមិនព្រមប្រគល់គ្រប់យ៉ាងរបស់យើងទេពុកខ្ញុំមានរឿងចង់និយាយគឺជារឿងមង្គលការរបស់ខ្ញុំឯងភ្លេចសម្ដីរបស់យើងហើយមែនទេហាមរៀបការជាមួយពួកជាន់ទាបទៅប្រាប់លើយភីប្រមូលថ្មយ៉ាងយួនឲ្យលឿនជាងមុនបាទគប់ជួន